នេះគឺជាប្រទេសដែលគ្មានច្បាប់ចរាចរណ៍នៅប្រទេសបង់ក្លាដេសអ្នកនឹងមិនអាចរកឃើញឡានក្រុងសូម្បីតែមួយគ្រឿងដែលមានសភាពល្អនោះឡើយផ្លូវតូចចង្អៀតនៅទីនេះនាំឲ្យមានការប៉ះទង្គិចញឹកញាប់រវាងឡានក្រុងនិងឡានក្រុងពេលខ្លះឡានក្រុងពីក្រោយបុករុញឡានក្រុងដែលនៅពីខាងមុខថែមទៀតផងអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ឡើយដោយសារតែឡានក្រុងភាគច្រើនជាកម្មសិទ្ធិរបស់ឯកជនការកកិតគ្នារវាងឡានក្រុងគឺបណ្ដាលមកពីការប្រកួតប្រជែងដណ្ដើមម៉ួយគ្នាទ្វារតែងតែបើកចំហជានិច្ចហើយអ្នកប្រមូលលុយនឹងឈរនៅមាត់ទ្វារដើម្បីហៅភ្ញៀវនៅពេលដែលផ្លូវកកស្ទះភ្នាក់ងារសម្ដាប់ធ្នាប់ផ្លូវថ្នល់នឹងមកជាមួយដំបងឈើតូចមួយហើយពួកគេនឹងគោះឡានក្រុងដើម្បីផ្ដល់សញ្ញាដល់អ្នកបើកបរឲ្យបើកចេញភ្លាមៗទោះបីជាយ៉ាងនេះក្តីក៏អ្នកបើកបរមិនខឹងព្រោះពួកគេស៊ាំទៅហើយការជួសជុលឡានក្រុងមានតម្លៃថ្លៃហើយសូម្បីតែក្រោយពេលជួសជុលរួចវាក៏នៅតែត្រូវគេបុកដដែលដូច្នេះពួកគេមិនខ្វល់ខ្វាយពីការជួសជុលវាឡើយហើយសូម្បីតែកញ្ចក់បែកក៏ពួកគេមិនដូរថ្មីដែរនៅប្រទេសបង់ក្លាដេសរូបរាងខាងក្រៅរបស់ឡានក្រុងមិនមែនជាបញ្ហាសំខាន់នោះទេពួកគេប្រើប្រាស់វារហូតតតែវាខូចទាំងស្រុងតែម្ដងបើបងប្អូនពេញចិត្តនឹងការចែករំលែករបស់វីដេអូខ្ញុំសូមចុច follow like ហើយនិង share ម្នាក់មួយផងបាទអរគុណ